สุดท้ายแล้วคะแนนทางนี้ខ្ញុំបានមកលេងសួនអេសានហូស៊ូកងវ៉ាន់នៅចិត្តផ្ទះហ្នឹងឯងហើយសភនភាពស្រស់ស្អាតខ្លាំងមែនទែននៅរដូវផ្ការីកហ្នឹងណាហើយថ្ងៃហ្នឹងអាកាសធាតុក៏ល្អមិនសូវត្រជាក់ពេកហើយផ្កាកំពុងតែរីកស្គុះស្គាយពេញសួនហ្មងហើយមើលទៅជុំវិញហ្នឹងគឺមានផ្កាច្រើនប្រភេទខ្លាំងមែនទែនដូចជាផ្កា Cherry Blossom និងផ្កាពណ៌ស្រស់ស្អាតផ្សេងៗទៀតច្រើនខ្លាំងមែនទែនសភនភាពពណ៌ផ្កាចម្រុះនឹងធ្វើឲ្យសួននឹងមើលទៅកាន់តែស្រស់ស្អាតនិងមានអារម្មណ៍ស្ងប់ស្ងាត់ហើយស្រស់ស្រាយប៉ុន្តែមនុស្សដើរច្រើនខ្លាំងមែនទែនអ្នកនរគ្នាមានគេក្រាកទេបោះតង់បោះអីច្រើនហើយនៅកន្លែងហ្នឹងមានបឹងមួយដ៏ធំហើយដែលទឹកមើលទៅស្អាតថ្លាឈ្វេងហើយពេលដើរតាមបឹងមានអារម្មណ៍ស្ងប់ស្ងាត់ស្រស់ស្រាយត្រជាក់ចិត្តប៉ុន្តែមនុស្សនិយាយឡើងវ៉ែខ្យល់ត្រជាក់បក់មកពេកតិចរហិចប៉ះមុខធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយកន្លែងសួននឹងទៀតសោតគឺធម្មជាតិស្រស់តកាហ្មងគ្រប់3រដូវកាល4រដូវកាលប្រទេសកូរ៉េហ្មងគឺស្អាតសួននឹងធំប្រចាំស្រុកកូយ៉ាងស៊ីហ្មងអាចដើរមកបានដូចខ្ញុំនឹងដើរលេងម្នាក់ឯងដើរកាន់ទូរស័ព្ទហើយថតរូបម្នាក់ឯងមានដងទូរស័ព្ទមួយថតដោយមិនខ្វល់ខ្វាយទេមិនខ្វល់ច្រើនអីទាំងមនុស្សម្នារត់ហាត់ប្រាណដើរហាត់ប៉ាមានផ្លូវកង់ផ្លូវដើរផ្សេងទស្សនាផ្កាយអញ្ចឹងហើយមានទេសភាពនៅព័ទ្ធជុំវិញមានដងទឹកមានអីចឹងទៅអាកាសធាតុនឹងពិតជាល្អខ្លាំងមែនទែននៅថ្ងៃហ្នឹងហើយស្អែកភ្លៀងឲ្យច័ន្ទយប់ហ្នឹងគឺភ្លៀងហ្មងអញ្ចឹងហើយភ្លៀងតែ1មេ2មេមកផ្កានឹងរុះរយអស់ហើយគ្មានសល់នេះអញ្ចឹងហើយបើត្រូវទៅទស្សនាផ្កាមកទស្សនាហើយមកព្រោះនៅស្រុកហ្នឹងផ្កាជ្រុះលឿនអីចឹងភ្លៀងបន្តិចឈួរអស់លេងហើយតើវាដុះស្លឹកដែរអញ្ចឹងចេញបានមួយបែបទៀតហើយផ្កាមានស្លឹកមានអីអញ្ចឹងហើយដើរលេងម្នាក់ឯងមួយយ៉ាងដែរដើរទៅកាន់កាមេរ៉ា selfie ម្នាក់ឯងថតរូបម្នាក់ឯងមានដងមួយអែមរួចជាការស្រេចណាមួយគេចូលឆ្នាំទៀតអត់មានបានចូលឆ្នាំឲ្យមានបានទៅលេងស្រុកអីខានទៅចូលឆ្នាំនៅស្រុក8ឆ្នាំ9ឆ្នាំហើយអរគុណអ្នកនរគ្នាបាយបាយ